សួរបបងប្អូនទាំងអស់គ្នាឥឡូវនេះគឺជាទស្សនវិជ្ជានៅលើដងផ្លូវលឿនលឿនដែលខ្ញុំកំពុងធ្វើដំណើរទៅកាន់រមណីយដ្ឋានភ្នំគិរីរម្យនៅរំដួលរីសតឬមួយក៏នៅលំហែរីសតលំហើយរីសតបាទខ្ញុំទៅលេងតំបន់ហ្នឹងណាអញ្ចឹងនេះគឺអន្តតែជាការធ្វើដំណើរតាមផ្លូវដោយសារតែចង់ឲ្យបងប្អូនមើលថាផ្លូវដែលធ្វើដំណើរទៅនឹងវាមានសភាពបែបម៉េចមានការធ្វើដំណើរនឹងវាមានឡានច្រើនឆ្លងកាត់វាមិនអញ្ចឹងណាបងប្អូនហើយទេសភាពវិញយ៉ាងម៉េចបាទបើនិយាយពីទេសភាពវិញបងប្អូនគឺស្អាតខ្លាំងមែនតើបាទទេសភាពតាមផ្លូវលឿនលឿនយើងសម្ដៅទៅកាន់គិរីរម្យហ្នឹងមើលទៅស្អាតបាទទេសភាពខែភាសាផងអីផងអញ្ចឹងណាមេឃសន្ទុំខ្លៃខ្លះប៉ុន្តែព្រៃពណ៌បៃតងជាមួយនឹងលីឡំអមទៅដោយជួរភ្នំអូមើលជិះទៅដូចភាសាខ្ញុំអត់ដែរទៅបងប្អូនណាអត់ដែរទៅទស្សនវិជ្ជាមើលទៅស្អាតស្អាតដូចគំនូស្អាតដូចស្រុកគេអញ្ចឹងបងប្អូនបាទហើយឡានជិះណាគេលឿនលឿនអញ្ចឹងទៅយើងណាគេយឺតយឺតអញ្ចឹងទៅបាទប៉ុន្តែច្រើនគឺលឿនបងប្អូនហើយពេលដែលខ្ញុំកំពុងធ្វើដំណើរទៅហ្នឹងគឺម៉ោង11:12ហើយបងប្អូនណាម៉ោង11:12ហើយពីហ្នឹងហើយមានភ្លៀងតិចតិចហើយលេខប្រាប់ថ្ងៃបងប្អូនថ្ងៃទី18ខែ7ឆ្នាំ2026កាលពីថ្ងៃសៅរ៍សប្តាហ៍មុនហ្នឹងសៅរ៍ប្រហែលថ្ងៃមុនហ្នឹង4-5ថ្ងៃមុនទេបងប្អូនបាទយើងធ្វើដំណើរទៅដល់ច្រកត្រែកយើងចេញឡើងទៅពងស្ពឺវិញបត់ឡើងទៅគិរីរម្យនឹងឯងបងប្អូនអញ្ចឹងវីដេអូមួយនេះមានទាំងការធ្វើដំណើរតិចតិចកាត់ទៅតាមផ្លូវលឿនលឿនហើយជាមួយនឹងផ្លូវដែលយើងបត់ទៅឡើងលើភ្នំចង្កេះភ្នំចង្កេះអីចឹងណាបងប្អូនបាទវានិយាយអំគ្នាបន្តិចហ្នឹងហើយអញ្ចឹងបងប្អូនអាចតាមដានទស្សនាជាមួយនឹងវីដេអូនឹងផ្ទាល់តែម្ដងភ្លេចប្រាប់បងប្អូនមួយទៀតព្រោះអ្នកដែលមកលេងណាហ្នឹងទៅច្រើននេះហើយទស្សនវិជ្ជានឹងមកលេងហ្នឹងខ្ញុំនឹងដាក់វីដេអូមួយទៀតដោយសារវីដេអូនេះគាត់ទស្សនវិជ្ជាតាមដងផ្លូវទៅហ្នឹងគឺយូរដែរហើយមូលហេតុដែលខ្ញុំហៅវីដេអូនេះគឺប្រាប់មុនចោះណាគឺចង់បងប្អូនមើលឃើញទស្សនវិជ្ជាដែលការធ្វើដំណើរទៅហ្នឹងមានសន្ធឹកឡានច្រើនកកយ៉ាងម៉េចមួយក៏មិនហើយស្ថានភាពអាកាសធាតុទាំងយ៉ាងម៉េចចឹងណាបាទគឺមេឃទុំតាំងពីម៉ោង12ទៅតែអត់ភ្លៀងទេភ្លៀងណាភ្លៀងតិចភ្លៀងកាត់ភូមិកាត់អីចឹងមកប្រាទៅវាស្ងាត់ទៅវិញនិយាយចំការធ្វើដំណើរចេញទៅគឺអត់មានជាឧបសគ្គអត់មានជាការលំបាកអីទេទៅស្រួលបងប្អូនបាទពេលភ្លៀងក៏មេឃទុំក៏អត់អីដែរហើយទៅដល់ពេលទុំនោះគឺអត់មានភ្លៀងទេមានតែអាប់មានតែបំពងហើយភ្លៀងបានទីមកប្រែចឹងណាបាទអូនេះហើយខ្ញុំចែកជា2វីដេអូ3វីដេអូឬមួយក៏4វីដេអូតែវីដេអូទី1យើងការធ្វើដំណើរវីដេអូទី2គឺទៅនៅលើភ្នំដែលខ្ញុំបានទៅដល់ពេលល្ងាចមានរឿងអាប់បន្តិចខ្ញុំទៅដល់ម៉ោង2អញ្ចឹងគឺរឿងអាប់ជាប្រភេទរពើបងប្អូនរពើដោយសារតែខ្ពស់ហើយមេឃទុំទៅរពើមិនសាបទៀបដល់អាសាបទៀបទៅគឺរពើច្រើនខ្លាំងមែនតើរពើមានភ្លៀងតិចប្រែចឹងទៅបាទនេះគឺយើងបត់មកហើយយើងបត់ចូលមកសម្រាប់ទៅឡើងហ្នឹងហើយសុំទៅបងប្អូនយើងសម្រាប់ទៅឡើងភ្នំហ្នឹងហើយបងប្អូនណាដើរឡើងភ្នំទស្សនវិជ្ជាទេសភាពតាមដងផ្លូវនេះកាន់តែស្អាតបងប្អូនកាន់តែស្អាតទៀតជ្រក់ទឹកបងប្អូនបាទទឹកនេះក៏ជ្រក់ទឹកនេះបងប្អូនមើលទស្សនវិជ្ជាកន្លែងនេះគឺស្អាតខ្លាំងយើងជិះទៅគឺសំដៅទៅកាន់ភ្នំយ៉ាងខ្ពស់តែម្ដងបងបាទអូស្អាតខ្លាំងទស្សនវិជ្ជាកន្លែងហ្នឹងឃើញហើយចុចថតគឺខ្ញុំទៅជិះឡានទៅដល់ភ្នំមិនបាទស្អាតខ្លាំងឡើយយើងកាន់តែគីហើយណាមិនយើងមើលពីចម្ងាយឥឡូវកាន់តែគីបាទកាន់តែគេចូលមកដល់ជើងភ្នំមកដែលយើងបាត់បែនកាច់កង់តាមផ្លូវពុទ្ធពេលដែលគេបានរៀបចំមកហ្នឹងហើយឡើងភ្នំម្ដងតិចចឹងបងប្អូនបាទទស្សនវិជ្ជាចូលមកដល់កន្លែងនេះកាន់តែស្អាតទៅជាមួយនឹងការឈើកាន់តែខ្ពស់ទៅដោយសារតែជាម្ដងជើងភ្នំបងប្អូនជើងភ្នំ
ច្រើនកកអីណាទេមិនដូចមិនមួយខែមុនគេផ្សាយថាស្ទះផ្លូវស្ទះអីហ្នឹងបាទនៅសារតែទើបទៅចូលមកចាប់ដើមដំបូងនៅដើមរដូវបៃតងគេហៅ green season ហ្នឹងបាទវាទៅបើចាប់ដើមសប្តាហ៍ដែល2ខែមុនចាប់ដើម green season ព្រាមហ្នឹងគឺអត់មានមនុស្សទៅដល់ទៅពេលឡើងដល់ green season បាន2សប្តាហ៍ចាប់ដើមនឹងរួចសប្តាហ៍ទី3សប្តាហ៍ទី4ដល់មួយខែជាងមុននេះគឺស្ទះហ្នឹងឯងបាទស្ទះហ្នឹងសារតែចូលមកដល់ទៅគេដឹងគ្រប់គ្នាអញ្ចឹងណាអាទិសភាពវាបៃតងស្ងាត់មានពពកមានផ្សែងយើងដើរកាត់ពពកអីនៅលើហ្នឹងអញ្ចឹងហូមានគ្នាយើងអ្នកទៅលេងសម្រុកទៅខ្លាំងតែសម្រាប់ថ្ងៃទី18នេះគឺអត់មានសិស្សច្រើនទេមកល្មមមកល្មមតែជាស្ដែងទៅបន្ទប់សម្រាប់នៅហ្នឹងណាទាំងប្រមាណរីសតនៅហ្នឹងគឺអត់សល់ទេបងប្អូនអត់សល់ពេញទាំងអស់អ្នកខ្លះគេកក់មុនណាត់គេ booking មុន5ថ្ងៃមួយអាទិត្យអញ្ចឹងទៅដូចខ្ញុំគិតមួយខែមុនទុកចិត្ត2ខែតាំងពីថ្ងៃ28ខែមុនអញ្ចឹងណាបាទហើយខ្ញុំ booking ទៅទុកគេនៅហ្នឹងរយៈពេលមួយសប្តាហ៍មុន10ថ្ងៃមុនបាទ10ថ្ងៃមុនចឹងយើងបានរើសស្រួលនេះមកដល់កន្លែងនេះគឺជើងភ្នំហ្នឹងគឺមានឡានច្រើនឡើងទៅដែរមានឡានខ្ញុំពេលខ្ញុំទៅមានឡានរាជការគេដាក់ស្លាកលេខរដ្ឋទៅមួយខ្សែប្រហែលជា5 6ឡានបាទខែនេះទៅលេងវាអាស្រ័យថាអាកាសធាតុស្អាតទេសភាពស្អាតប៉ុន្តែបើសិនជាចំយើងសៀលភ្លៀងយើងធ្វើថ្ងៃពិបាកបន្តិចសម្រាប់អ្នកដែលយើងជិះម៉ូតូជិះអីឡើងពិបាកល្ងាអញ្ចឹងណាបាទវាតស៊ូបន្តិចតែបើសម្រាប់ឡានអត់ជាឧបសគ្គទេឧបសគ្គបន្តិចត្រង់កន្លែងដែលទៅមុខទៅចិត្តដល់កន្លែងជាប់ចូលដែលយើងត្រូវគេគិតសបុតម្នាក់យកម៉ានម្នាក់យកម៉ានឡានមួយម៉ានហ្នឹងគឺគេទៅចាក់ឈូសធ្វើផ្លូវប្រហែលជា2គីឡូបងប្អូនឈូសធ្វើផ្លូវដាក់គ្រូសដាក់គ្រូសល្អិតថ្មល្អិតហ្នឹងប្រហែលជា2គីឡូបងប្អូនអញ្ចឹងអាចជួយទស្សនាបានឥឡូវគឺជើងភ្នំមែនទេណាបងប្អូនណាជើងភ្នំរំកិលទៅកាន់ចង្កេះភ្នំហើយកន្លែងនេះគឺឡើងទៅខ្ពស់ទៅឡើងទួលទៅកន្លែងហ្នឹងបាទអាចទៅស្អាតទៅស្អីចឹងទៅដល់យើងភ្លៀងនេះមកបន្តិចម្អងភ្លៀងដល់ពេលចាប់តាំងពីម៉ោង2នឹងរហូតដល់ម៉ោង5 6គឺឡើងទៅដល់ខាងលើមកឡើងដល់ខាងលើគឺអាប់សសពុះសក្បុកហ្មងដើរកាត់ពពកសក្បុកហ្មងអញ្ចឹងទៅវាថតគឺថតក្នុងពពករត់អាប់ឲ្យអត់មានទឹកបៃតងហ្នឹងហើយមានភ្លៀងមកប្រាវមកស្ងាត់បែរកន្លះម៉ោងភ្លៀងបន្តិចទៀតទៅភ្លៀងមកប្រហែល10នាទីរាំងនោះស្ងាត់ភ្លៀងពេលថ្ងៃសៅរ៍ហ្នឹងបងប្អូនដល់ទៅពេលថ្ងៃអាទិត្យផឹកឡើងគឺរះមករសាត់ពពកអស់ភ្លឺច្បាស់ចាស់ហ្មងខ្ញុំភ្លេចប្រាប់មួយទៀតទស្សនភាពដែលនៅហ្នឹងណាបងប្អូនចង់ថតស្អាតប្រហែលជាម៉ោង6នៅលើភ្នំហ្នឹងគឺស្អាតហ្មងដោយសារតែអត់ដឹងមិនខ្ញុំលោទូរស័ព្ទលោកាមេរ៉ាទូរស័ព្ទថតទៅមុនហ្នឹងអត់ស្អាតយើងអាប់យើងអីទៅមើលទៅវាអត់មានទស្សនភាពអីទេពលឺដាក់ទៅវាចាញ់កងដល់តែពេលម៉ោង6គេបើកអំពូលបើកអីទៅយើងអាប់វាស្រឡះយើងល្ងឹតមែនតែវាចាំងបានភ្លើងអំពូលទៅវាទៅច្បាស់ស្អាតវិញបងប្អូននៅដូចវីដេអូទី3ចាំមើលបងប្អូនតាមដានមើលវីដេអូផ្នែកទី3ឬក៏ភាគទី3ខ្ញុំនឹងថតបន្តហ្នឹងឃើញគឺទិដ្ឋភាពស្អាតថតពេលយប់មកប្លង់មកទៅសាច់សខ្ចីញ៉ាញ់ហ្មងស្អាតហ្មងបងប្អូនបាទតែមួយទៀតគឺយើងថតម៉ោង9ម៉ោង10ឬម៉ោង11 12มันស្អាតអញ្ចឹងព្រឹកថ្ងៃអាទិត្យគឺស្អាតនេះឥឡូវយើងឡើងមកដល់ពាក់កណ្ដាលចង្កេះជិតពាក់កណ្ដាលចង្កេះមកដល់កន្លែងក្នុងគេបត់ចូលវត្តតែយើងឡើងភ្នំយើងអត់បត់ចូលវត្តយើងឡើងបន្តបត់ឆ្វេងទៅហ្នឹងហើយអញ្ចឹងដល់ពេលស្អែកឡើងថ្ងៃអាទិត្យអាកាសធាតុស្រឡះចាស់ហ្មងរហូតដល់ដូចជាពលឺល្អចាប់តាំងពីព្រឹករហូតមកដល់ម៉ោង2ថ្ងៃអាទិត្យហ្នឹង
ម៉ោង2បានចាប់ដើមមេសតុំហើយមេសតុំតិចតិចទេតុំតិចតិចហើយអត់មានជាអាប់ពពកអាប់សក្បោះសស្គប់ពេញនៅលើភ្នំនោះអត់មានទៀតទេគាត់តែមេសតុំហើយភ្លៀងប្រែកប្រាណាបាទថ្ងៃញ៉ាំថ្ងៃអាទិត្យដែលខ្ញុំសម្រាប់ហើយខ្ញុំត្រឡប់មកវិញហ្នឹងណាគឺចឹងហ្នឹងហើយបងប្អូនឥឡូវជួយទស្សនាវីដេអូនោះតាមនេះបងប្អូនតាមដំណើរសារដូចអស់អីនិយាយទេបងប្អូនណាអស់អីនិយាយហើយខ្ញុំចង់ឲ្យព័ត៌មានទី1គឺទេសភាពទី2គឺអ្វីខ្ញុំអត់ជួបប្រទះក្នុងពេលធ្វើដំណើរហ្នឹងសារអាទិត្យអញ្ចឹងវីដេអូទី2បងប្អូនចាំមើលទស្សនភាពពេលខ្ញុំទៅដល់ពេលល្ងាចអញ្ចឹងណាបាទពេលល្ងាចសៅរ៍ថ្ងៃទី18ខែ7ហ្នឹងឆ្នាំ2021ហ្នឹងហើយវីដេអូទី3គឺវីដេអូពេលដែលខ្ញុំដើរពេលល្ងាចហ្នឹងបាទមានបងប្អូនប្រជាពលរដ្ឋយើងទៅលេងហ្នឹងស្ថានភាពច្រើនកកកយ៉ាងម៉េចបាទគឺលេងតំបន់ណាខ្លះវីដេអូទី3ទី4ហ្នឹងគឺខ្ញុំថតទាំង3 resort ហ្នឹងហ្មងខ្ញុំដើរពី resort ព្រំហើយមកដល់រំដួលឆ្លងកាត់ទៅដល់លំហែថតបងប្អូនមើលទាំងអស់ហ្មងបាទមានហាងខ្វែមានហាងអីខ្លះគឺខ្ញុំមើលទៅទាំងអស់ដើម្បីបងប្អូនមើលដឹងថាអូនេះគេមានប្រមាណកន្លែងនេះគេមានបាននេះហើយអ្នកដែលយើងស្នាក់នៅបានអាចចូលកន្លែងនេះបានអ្នកដែលមកលេងអាចទៅបានទេអញ្ចឹងណាបងប្អូនបាទបងប្អូនមើលទៅគឺលំអិតតែម្ដងពួកឯងខ្ញុំឃើញវីដេអូខ្លះគេ review ពីកន្លែងហ្នឹងណាបាទគេគាត់តែប្រាប់ថតមកកាត់គេខ្លីហ៎គេ review ទៅកន្លែងនេះស្អាតតែយើងសម័យអត់ចេញថាផ្លូវវាដើរលីងពីមួយទៅមួយយ៉ាងម៉េចខ្សែកន្លែងមួយមិនអត់ដឹងទេអញ្ចឹងបាទខ្ញុំនឹកឃើញមានធ្វើចាំហ្មងទៅដើម្បីបងប្អូនបានមើលថាអូនេះគេធ្វើដំណើរទៅវាចេះឃើញចេះចឹងណាបាទពីនេះទៅមិនហ្នឹងឥឡូវយើងឡើងមកដល់នេះឡើងមកដល់ផុតពីកេះភ្នំទីយកបងចុះដល់កំពូលហើយកន្លែងហ្នឹងគឺដំណើរប្រហែលជាមួយសន្ទុះទៀតប្រហែលជា20នាទីទៀតឡើងដល់បាទឡើងដល់ច្រកចូលហើយ20នាទីកន្លែង10នាទីជាងតែអាចថា20នាទីចុះប៉ុន្តែកន្លែងហ្នឹងផ្លូវបេតុងគឺឡើងទួលខ្ពស់ហ្នឹងបងប្អូនឡើងទួលខ្ពស់សម័យម៉ូតូដែលដុំនេះ2នាក់ទៅវាទៅគឺអាចលឿនបានលឿនអត់រួចទេពួកឯងងាងហ្នឹងមកឡើងទួលខ្ពស់ម្ដងហ្នឹងឡើងម្ដងតិចទៅខ្ពស់ទៅអាហ្នឹងមើលផ្ទាល់អត់ឃើញខ្ពស់ដល់ពេលខ្ញុំថតក្នុងទូរស័ព្ទចេះមើលទៅអត់សូវបានខ្ពស់បងប្អូនថតក្នុងកាមេរ៉ាមើលទៅដូចមកនេះគេបងប្អូនយើងគាត់មានដៃគូគាត់ជិះទៅសាសងមើលទៅម្ដងណាខ្ញុំក៏ចង់មានការបែបហ្នឹងណាបងប្អូនប៉ុន្តែនេះអត់មានបងប្អូនបាទតែបែបហ្នឹងគឺជាការផ្សងព្រេងមួយដែលបន្សល់ទុកអនុស្សាវរីយ៍ដ៏ល្អបងប្អូនមែនទេធ្វើដំណើរពិបាកបន្តិចណាទៅកន្លែងសប្បាយទៅកន្លែងដែលមានទឹកស្អាតវាធ្វើយើងបន្សល់នឹងការចងចាំមួយដ៏ល្អកាលណាយើងធ្វើដំណើរទៅស្រួលមកអញ្ចឹងណាវាដូចជាសាមញ្ញធម្មតាពេកបាទនេះចាប់ដើមឡើងហើយឡើងតិចទៀតទៅមុខតិចឡើងខ្ពស់បាទឡើងខ្ពស់ហ្មងតែកន្លែងធ្វើពីកន្លែងនេះក៏ស្អាតដែរបងប្អូនមើលឃើញដើមស្រល់ជ្រងទៅហ្មងមើលទៅស្អាតគាត់ឡើងបើមកបានប៉ុណ្ណឹងគឺលំហើយអារម្មណ៍បាត់ហើយបងប្អូនបាទស្ដាប់មើលទីវីដេអូទី2មួយវីដេអូទី3បងប្អូនឃើញហើយស្ដាប់ឮសំឡេងខ្ញុំវិញទៅហ្នឹងហើយគឺសំឡេងយកចេញទេឥឡូវហ្នឹងធូរបន្តិចប៉ុន្តែនៅក្អកបាទនៅក្អករបស់កបងញ៉ាំថ្នាំមករហូតញ៉ាំថ្នាំ2អាទិត្យអត់បាត់សោះថ្នាំ2អាទិត្យដូរពេទ្យ3កន្លែងផ្សំឲ្យអត់បាត់នៅតែក្អកអញ្ចឹងវាប៉ះពាល់និយាយទៅមកក្អកទុកបានក្អកចឹងបងប្អូនបាទហើយញ៉ាំទឹកអីមើលឆ្លុះហ្មងចឹងมันបាក់ធ្វើវីដេអូខ្លាំងចឹងធំស្ដាប់ទីកន្លែងណាខ្ញុំក្អកបងណាបាក់ស្កប់ទៅពេលខ្ញុំឡើងក្នុងនោះមានអារម្មណ៍ថានឹងខាងណាវាជិះវិញផ្លូវអីនឹងទៅដល់ណាដល់ណីនេះទាំងកន្លែងអត់មានក្រាស់សាំងផងគិតចឹងណាតែដល់20រហូតបុកពុលហោទៅឡើងភ្នំណាក៏ដល់បងចម្លែកយើងខ្ញុំឲ្យទៅឡើងភ្នំចុះព្រៃ20ហើយយើងគេទៅថាពេកទៅដល់ណាចឹងណា
đôi như ấy miếng phơi chờ này mong mong dương mặt thọp tới dương phơi là dần thẳng phơi này tới bờ to tiên phơi này dương tới bờ to tiên ôi phạ sinh nha làm co tại từ cái này nốt vì khóa khát không là nó về điện khóa khát nó chỉ mui thế chứ cái này đánh ra cái này phạ sinh nha đây kia pram phơi pram tì tàng nó đánh mà là vâng đâu ăn miên này về tầm miên này cái bài kia chẳngนี่ขณะนี้ล้างไงบางคนเคยเนี่ยมาโตบางคนยังทำปีมาโตนั่งไงก่อนดูนี้ล้างโรแต่รู้ยังก่อนมางานมันก่อนชิมมองผู้ขณะนี้ก็ผู้คุยซ้อมผู้คุยซ้อมแต่มุกปูที่เดียดแต่มุกปูที่เดียดล้างกับปูหมดแต่เธอจะเพียบสะอาดล้างหมดlời nâng bò ốc nhà su về địa con này ốc thòng bớ bộ làng từ thằng lớn nó chỉ resort bò con nó còn đạm lá môi là ông nói bò ốc nhà su về địa mình chắc còn một về địa con tham mà bò thảo resort lớn lớn cô bò con này resort thằng lớn nó sẽ phải bò càng về địa con tham như đông nắng lịch một trên một mẹ một bồn là một bồn này chơi trong chi mà to chỉ để phun ái nhưng bồn chi làn bảo vệ đạo thăm tại bàn đôi khi miên máu cái tranh tới năng tịt đai tới năng tài một bồn ấy khơi ông say con lên chờ nè phải con chỉ làn còng làn vệ đạo thăm lại dân tới một đó máu còn lên ban đầu là nghĩ đâm bóng pram của môi đái đừng mong vào mắt ban đi chơi một mình khơi quá nơi thò ruột là nó là nghĩ bột lục chân đái của sôi mà giang đài